សូមបញ្ជាក់ជូនបងប្អូនតើប្រជាពលរដ្ឋធ្វើយ៉ាងដូចម្តេចខ្ញុំឧទាហរណ៍មួយខ្ញុំឧទាហរណ៍អំពីការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មួយឧទាហរណ៍ថាបងប្អូនស្រឡាញ់សមរង្ស៊ីណាប៉ុន្តែបងប្អូនមិនទៅបោះឆ្នោតដូច្នេះសេចក្តីស្រឡាញ់របស់បងប្អូនមិនបានទៅជាផលប្រយោជន៍សម្រាប់ជួយបង្កើនសម្លេងសមរង្ស៊ីនោះឲ្យទៅដោះស្រាយបញ្ហាជាតិទេហើយបើបងប្អូនមិនទៅបោះឆ្នោតកាន់តែច្រើននោះមានន័យថាអ្នកដែលបងប្អូនស្រឡាញ់អាចចាញ់ឆ្នោតផងសម្លេងបងប្អូនប្រជាពលរដ្ឋនៅទូទាំងពិភពលោកដែលត្រូវធ្វើការប្រមូលផ្ដុំក៏ដូច្នោះដែរបើបងប្អូនយល់ថាឬមើលឃើញច្បាស់ថារដ្ឋាភិបាលក្នុងប្រទេសនោះមិនអាចដឹកនាំកម្ពុជាបានមិនអាចការពារទឹកដីកម្ពុជាបានមិនអាចជួយប្រជាពលរដ្ឋខ្មែរបានទេហើយគ្មានឆន្ទៈជួយផងហើយបងប្អូនត្រូវការរដ្ឋាភិបាលក្រៅប្រទេសមួយតើតែបងប្អូនបញ្ចេញសម្លេងដោយដែលបងប្អូនទៅបោះឆ្នោតចា៎បញ្ចេញសម្លេងយ៉ាងម៉េចគឺប្រមូលផ្ដុំគ្នាឲ្យឃើញតែម្ដងការប្រមូលផ្ដុំគ្នារបស់បងប្អូននៅទូទាំងពិភពលោកគឺវាដូចជាសម្លេងឆ្នោតរបស់បងប្អូនដែលបោះឲ្យមានរដ្ឋាភិបាលក្រៅប្រទេសមួយដឹកនាំការងារជំនួសរដ្ឋាភិបាលក្នុងប្រទេសលើកិច្ចការជាច្រើនក្នុងការដោះស្រាយបញ្ហាជាតិជាពិសេសការពីបូរណភាពទឹកដីដោះស្រាយបញ្ហាប្រជាធិបតេយ្យនិងការផ្ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋនៅប្រទេសកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការនិងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសហគមន៍អន្តរជាតិឥឡូវនេះរដ្ឋាភិបាលក្នុងប្រទេសអត់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេអញ្ចឹងហើយកម្ពុជារបស់យើងពិបាកនឹងមានជីវិតរស់ណាពិបាករស់ណាកាលណាមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសម្ល៉េះហើយបើបងប្អូនមើលឃើញថាដើម្បីសង្គ្រោះកម្ពុជាហើយប្រកាសណាស់ការសង្គ្រោះកម្ពុជាគឺត្រូវការប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបើរដ្ឋាភិបាលក្នុងប្រទេសមិនប្រើទេគួរតែមានរដ្ឋាភិបាលក្រៅប្រទេសមួយដែលអាចប្រើមានស្មារតីប្រើមានឆន្ទៈប្រើដោយស្មោះត្រង់ដើម្បីផលប្រយោជន៍ជាតិនៃការពារទឹកដីនៃប្រទេសកម្ពុជាហើយដើម្បីអាចដល់ដំណាក់កាលនោះបានគឺស្ថិតនៅលើសម្លេងរបស់ប្រជាពលរដ្ឋខ្ញុំសូមបញ្ជាក់ណាមិនស្ថិតនៅលើលោកសំរងស៊ីមិនស្ថិតនៅលើក្រុមប្រឹក្សាជាតិតស៊ូមិនស្ថិតនៅលើយើងខ្ញុំទេគឺស្ថិតនៅលើបងប្អូនបើបងប្អូនចង់មានរដ្ឋាភិបាលក្រៅប្រទេសមួយដែលមានឥទ្ធិពលក្នុងការជួយប្រទេសកម្ពុជានិងជួយបងប្អូនទោះតែបងប្អូនហ៊ានបញ្ចេញសម្លេងប្រមូលផ្ដុំគ្នាឲ្យឃើញថាបងប្អូនគ្រប់គ្រងឃើញឲ្យច្បាស់ខ្ញុំដឹងថាបងប្អូននៅជុំវិញពិភពលោកគ្រប់គ្រងច្រើនណាស់រាប់លានសម្លេងគ្រប់គ្រងនោះភ្លុកទឹកភ្លុកដីក៏ប៉ុន្តែក៏ត្រូវបង្ហាញដែរតែខ្ញុំឧទាហរណ៍ខាងដើមថាបើមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មួយហើយបងប្អូនគ្រាន់តែស្រឡាញ់មិនទៅបោះឆ្នោតឲ្យមិនទម្លាក់សន្លឹកឆ្នោតឲ្យនោះមានន័យថាសេចក្តីស្រឡាញ់របស់បងប្អូនមិនបានបម្រើទៅផលប្រយោជន៍ប្រទេសជាតិពិតប្រាកដទេពេលនេះក៏អញ្ចឹងដែរបើបងប្អូនគ្រាន់តែចង់បានរដ្ឋាភិបាលក្រៅប្រទេសមួយតែបងប្អូនមិនចេញធ្វើការប្រមូលផ្ដុំគ្នានៅទូទាំងពិភពលោកដើម្បីបង្ហាញថាបងប្អូនគ្រប់គ្រងនោះឥទ្ធិពលរដ្ឋាភិបាលក្រៅប្រទេសក៏ពិបាកនឹងជួយបងប្អូនដែរឬក៏ពិបាកនឹងមានការវិវត្តទៅដល់រដ្ឋាភិបាលក្រៅប្រទេសមួយដែលអាចជួយបងប្អូននឹងការពារប្រទេសកម្ពុជាពិតប្រាកដបាទអរគុណណាស់លោកកឹមសុខអញ្ចឹងមានខ្ញុំបានធ្វើការសង្ខេបនៅក្នុងការដែលធ្វើឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះមានឥទ្ធិពលលុះត្រាណាតែប្រជាពលរដ្ឋខ្មែរយើងនឹងបង្ហាញអំពីឆន្ទៈនៅក្នុងការគ្រប់គ្រងរដ្ឋាភិបាលក្រៅប្រទេសផងដែរតើបង្ហាញឆន្ទៈដោយរបៀបណាគឺមានការប្រមូលផ្ដុំជួបជុំគ្នាទាមទារថាយើងចង់បានឲ្យរដ្ឋាភិបាលនៅក្នុងប្រទេសនឹងអនុវត្តសន្ធិសញ្ញាទីក្រុងប៉ារីសរដ្ឋាភិបាលនៅក្នុងប្រទេសមិនយកឆន្ទៈរបស់ប្រជាពលរដ្ឋនឹងទៅអនុវត្តទេគឺមានតែរដ្ឋាភិបាលមួយដែលគោរពឆន្ទៈប្រជាពលរដ្ឋនឹងហើយដែលជំនួសដើម្បីដោះស្រាយបញ្ហាយោងទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋចង់បានអញ្ចឹងខ្ញុំយើងមើលឃើញថាការដឹកនាំរបស់លោកហ៊ុនម៉ាណែតបានរយៈពេលអាណត្តិ2ឆ្នាំហើយតើលោកគឹមសុខមានធ្វើការសង្ខេបនៃសមិទ្ធផលរបស់លោកហ៊ុនម៉ាណែតយ៉ាងណាដែរលោកគឹមសុខរឿងលោកហ៊ុនម៉ាណែតដឹកនាំប្រទេសនេះណាបាទរឿងលោកហ៊ុនម៉ាណែតដឹកនាំបាទរយៈពេល2ឆ្នាំដែលលោកហ៊ុនម៉ាណែតដឹកនាំប្រទេសនេះណាតែប៉ុន្តែខ្ញុំបាននិយាយតាំងពីលោកហ៊ុនម៉ាណែតឡើងដឹកនាំដំបូងម្ល៉េះថាអំណាចរបស់ហ៊ុនម៉ាណែតឬតំណែងរបស់ហ៊ុនម៉ាណែតបានពីការធ្វើសង្គ្រាមនាំប្រជាពលរដ្ឋខ្មែរទៅស្លាប់នាំយុទ្ធជនខ្មែរទៅស្លាប់ទើបបានតំណែងនោះគឺធ្វើសង្គ្រាមសម្រាប់កម្ពុជាសម្រាប់ប្រជាពលរដ្ឋខ្មែរសម្រាប់យុទ្ធជនខ្មែរខ្ញុំបញ្ជាក់ជូនបងប្អូនតាំងពីដើមរៀងមកទី1លោកហ៊ុនម៉ាណែតឡើងពីកូនទាហានទៅឧត្តមសេនីយ៍ក្នុងសង្គ្រាមជាមួយនឹងថៃឆ្នាំ2008ដល់ឆ្នាំ2011ហើយសង្គ្រាមនោះអត់មានចេញលទ្ធផលអីទាំងអស់ក្រៅតែពីក្រោយពីចប់សង្គ្រាមលើកលោកហ៊ុនម៉ាណែតឲ្យទៅជាឧត្តមសេនីយ៍ពីព្រោះអីយើងថាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដែរប្តឹងនោះមិនមែនប្តឹងរឿងថ្មីណា
រឿងចាស់ដដែលកាលពីសម័យសង្គមរាស្ត្រនិយមដែលឈ្នះថៃរួចទៅហើយគ្រាន់តែឲ្យតុលាការបកស្រាយឡើងវិញថាដីនៅក្បែរប្រាសាទនោះជារបស់ខ្មែរឬអត់ប៉ុណ្ណឹងនោះហើយមានទាំងអស់ប៉ុន្តែលទ្ធផលយ៉ាងម៉េចលទ្ធផលក្រោយពីសង្គ្រាមគឺលោកហ៊ុនម៉ាណែតឡើងជាឧត្តមសេនីយ៍កាប់ឈើវាលនៅតាមព្រំដែនទី2ពេលដែលលោកហ៊ុនម៉ាណែតលើកធ្វើជានាយករដ្ឋមន្ត្រីឡើងដោយវិធីណាចំណុចទី2គឺលោកហ៊ុនម៉ាណែតឡើងជានាយករដ្ឋមន្ត្រីដោយធ្វើសង្គ្រាមសម្រាប់ប្រជាធិបតេយ្យចាប់ពេលព្រោះតែលោកសំណួរមួយលោកគឹមសុខមុននឹងចូលទៅដល់គាត់ឡើងធ្វើជានាយករដ្ឋមន្ត្រីតែនៅពេលដែលគាត់កាន់តួនាទីជាមេតបហើយគាត់ចេញពីសាលា UT West Point តើគាត់មានបានអភិវឌ្ឍអភិរក្សកងទ័ពអីខ្លះទេលោកមានសង្កេតឃើញអីខ្លះទេអភិរក្សកងទ័ពអីខ្លះទេនៅក្នុងអ្វីដែលគាត់ធ្វើគាត់កាន់កាប់ជាមេតបបាទគាត់ឡើងជាឧត្តមសេនីយ៍រហូតដល់មេតបជើងគោកប៉ុន្តែអ្វីដែលបងប្អូនគាត់សង្កល់មេតបជើងគោករបស់គាត់មែនតែទៅវាឆ្លុះបញ្ចាំងនៅពេលមានសង្គ្រាមជាមួយនឹងថៃក្នុងពេលបច្ចុប្បន្ននេះឆ្លុះបញ្ចាំងដោយរបៀបណាលោកហ៊ុនម៉ាណែតធ្វើមេតបជើងគោករាប់ឆ្នាំប៉ុន្តែរឿងដែលគាត់អភិវឌ្ឍបានគឺត្រឹមតែកម្លាំងការពារក្រុមគ្រួសារហ៊ុនគឺអង្គរៈតែប្រមាណពាន់អ្នកនោះទេចំណែកឲ្យកងទ័ពជើងគោករខិរខាមែនទេហើយឧទាហរណ៍ជាក់ស្ដែងគឺនៅពេលដែលមានការប្រយុទ្ធតទល់នឹងថៃយើងឃើញហើយកងទ័ពជើងគោកដើរប្រមូលតាមភូមិតាមស្រុកវេទនាសតតែកូនអ្នកក្រគេមិនឲ្យប្រាក់ខែក៏មានអ្នកខ្លះគេកាត់ប្រាក់ខែបញ្ជូនយុទ្ធជនទៅប្រយុទ្ធដោយអត់មានអាវុធទំនើបឬក៏អាវុធនឹងរខិរខាអត់ស្បៀងអត់សម្ភារៈសឹកអត់អាវក្រោះអត់មួកហើយចុះឡើងលោកហ៊ុនម៉ាណែតអួតពីការបាញ់អាកាសេកាសេហើយនឹងជាភៀមកៅស៊ូដូច្នេះនោះជាសមត្ថភាពរបស់លោកហ៊ុនម៉ាណែតក្នុងនាមជាមេដឹកនាំកងទ័ពជើងគោកហើយគឺមេដឹកនាំកងទ័ពជើងគោកបាញ់សេកាសេនិងជាភៀមកៅស៊ូនោះបន្ទាប់ពីគាត់បញ្ចប់ការសិក្សាទី West Point មកអានឹងពេលណាលោកគឹមសុខសូម្បីតែកងទ័ពនៅជួរមុខនោះក៏គាត់ពិបាកក្នុងការទទួលយកណាគាត់ថាវាអត់សមដែលកងទ័ពទាំងមូលអត់មានអាវក្រោះអត់មានមួកហើយរហូតដល់មេទ័ពខ្លួនឯងនឹងនិយាយថាអាវក្រោះហើយនឹងមួកហើយវាអត់ជួយជីវិតបានណាអានឹងហាក់ប្រៀបដូចជាប្រមាថជីវិតកងទ័ពខ្លាំងមែនទែនដែលគាត់និយាយចឹងហើយគាត់ក៏បានធ្វើការអំពាវនាវសុំប្រជាពលរដ្ឋពីសម្ភារៈផ្សេងៗឥឡូវយើងឈានដល់ដំណាក់កាលនោះគាត់ឡើងធ្វើជានាយករដ្ឋមន្ត្រីគាត់មានស្អីធ្វើជានាយករដ្ឋមន្ត្រីដោយសារឪពុកគាត់ធ្វើសង្គ្រាមសម្រាប់ប្រជាធិបតេយ្យយើងឃើញកុំតែគណៈបកសង្គ្រោះជាតិហើយយើងបន្តចុងក្រោយកុំថាឡើយគណៈបកសង្គ្រោះជាតិត្រឹមតែគណៈបកភ្លើងទៀនក៏ហ៊ុនម៉ាណែតអត់ហ៊ានប្រកួតដែរមិនឲ្យទៅចូលរួមបោះឆ្នោតគណៈបកផ្សេងទៀតឥឡូវនឹងតម្រង់ក្បាលអស់ហើយបេក្ខជនអ្នកនយោបាយណាដែលមានសក្តានុពលជាប់គុកបាត់សិទ្ធិនយោបាយហើយដើរអុកលុកគ្រប់ប្រសាឃុំសង្កាត់របស់គេនោះគឺជាសង្គ្រាមសម្រាប់ប្រជាធិបតេយ្យនិងសម្រាប់សិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីលើកលោកហ៊ុនម៉ាណែតឲ្យធ្វើជានាយករដ្ឋមន្ត្រីហើយពេលដែលលើកលោកហ៊ុនម៉ាណែតឲ្យធ្វើជានាយករដ្ឋមន្ត្រីបានហើយណាដើម្បីឲ្យអាចមានហេរញ្ញវត្ថុផ្គត់ផ្គង់គឺលោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាធ្វើសង្គ្រាមមួយទៀតគឺសង្គ្រាមសហការជាមួយនឹងអក្រិតកម្មឆ្លងដែនដើម្បីប្រមូលលុយចិញ្ចឹមគណៈបកប្រជាជនកម្ពុជាចិញ្ចឹមអំណាចក្រុមគ្រួសារហ៊ុនសង្គ្រាមគឺជាសង្គ្រាមដ៏ធំសង្គ្រាមសម្លាប់សិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរសង្គ្រាមបង្កើតចលាចលនៅក្នុងសង្គមសង្គ្រាមម៉ាហ្វ្យាសង្គ្រាមគ្រឿងញៀនសុទ្ធតែពាក់ព័ន្ធទៅនឹងអក្រិតកម្មឆ្លងដែនទាំងអស់ដែលរបាយការណ៍របស់ Humanity Research Consultancy ថាគណៈបកប្រជាជនកម្ពុជាលោកហ៊ុនម៉ាណែតលោកហ៊ុនសែននៅពីក្រោយដូច្នេះអំណាចរបស់លោកហ៊ុនម៉ាណែតតំណែងរបស់លោកហ៊ុនម៉ាណែតគឺបានពីការកើតសង្គ្រាមបង្កើតសង្គ្រាមដើម្បីការពារអំណាចហើយចុងក្រោយឃើញទេសង្គ្រាមដែលកើតឡើងក្នុងពេលចុងក្រោយនេះដោយសារតែវិបត្តិវាធំពេកនៅក្នុងផ្ទៃក្នុងជាតិអក្រិតកម្មឆ្លងដែនគឺជាគេឈ្មោះអាក្រក់ណាស់នៅលើឆាកអន្តរជាតិអាក្រក់ជាងពាក្យថាផ្ដាច់ការទៅទៀតអក្រិតកម្មឆ្លងដែននឹងធ្វើឲ្យប្រទេសកម្ពុជាប្រឈមនឹងដួលរលំសេដ្ឋកិច្ចអាមេរិកពមៀនហើយពមៀនទៀតឃើញទេក្នុងការដាក់ពន្ធគយនាំទៅសហរដ្ឋអាមេរិកលើទំនិញរបស់កម្ពុជាហើយគេព្រមានអំពីការចាត់វិធានការផ្សេងលើអក្រិតកម្មឆ្លងដែនដូច្នេះវិបត្តិកម្ពុជានឹងធ្លាក់មកដល់ទៅពេលវិបត្តិកម្ពុជាធ្លាក់មកដល់លោកហ៊ុនម៉ាណែតដើម្បីការពារខ្លួនពីវិបត្តិទាំងអស់ហ្នឹងការរអិលចូលវិបត្តិទាំងអស់ហ្នឹងដែលជាអសមត្ថភាពនៃការដឹកនាំរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងលោកហ៊ុនសែនត្រូវបំផ្ទុះ
អាចចំនួនរបស់លោកថាក់ស៊ីនគ្រួសារលោកថាក់ស៊ីននិងគ្រួសារហ៊ុនសែនហើយទៅជាសង្គ្រាមដើម្បីអីយករូបភាពសង្គ្រាមនៅតាមព្រំដែនកម្ពុជាថៃមកបិទបាំងអកតកម្មឆ្លងដែនដែលជាវិបត្តិផ្ទៃក្នុងរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតនោះឃើញទេគឺយកសង្គ្រាមមកបិទបាំងណាអានេះគឺជាបញ្ហាធំបញ្ហាធំមែនទែនដែលលោកគឹមសុខឃើញលោកគឹមសុខមើលឃើញថាលោកហ៊ុនសែនដែលហ៊ុនម៉ាណែតនេះដែលយកសង្គ្រាមជាឈ្មួញដើម្បីរក្សាអំណាចតើអាចរក្សាអំណាចបានទេនៅក្នុងការធ្វើសង្គ្រាមនេះហើយខ្ញុំមើលឃើញចំណុចទី2ដែលគាត់ដើម្បីបំបាក់គូប្រកួតប្រជែងហ្នឹងគាត់ធ្វើជាច្បាប់ដើម្បីដកសញ្ជាតិហ្នឹងគឺរារាំងមិនឲ្យមានអ្នកណាទៅប្រកួតប្រជែងជាមួយគាត់អាការភ័យខ្លាចទាំងនេះហើយនឹងបូករួមជាមួយនឹងការធ្វើសង្គ្រាមតើឲ្យគាត់នឹងអាចរក្សាអំណាចបានទេគាត់សំបីតែគណៈបកទុយតែក៏មិនហ៊ានប្រកួតប្រជែងដែរសង្កេតកំតិចគេទាំងអស់តើការកំតិចទាំងអស់ហ្នឹងគាត់អាចរក្សាអំណាចបានទេលោកគឹមសុខចំណុចដែលលោកហ៊ុនម៉ាណែតភ័យបារម្ភបំផុតវាឆ្លុះបញ្ចាំងលើចំណុចមួយដែលថាអំណាចរបស់លោកហ៊ុនម៉ាណែតអំណាចក្រុមគ្រួសារហ៊ុនប្រឈមនឹងភាពផុយស្រួយយ៉ាងខ្លាំងនៅត្រង់ណាមកដល់ពេលនេះណាយុទ្ធជនខ្មែរជាពិសេសយុទ្ធជនដែលថៃចាប់18នាក់មិនប្រឡែងមកវិញយុទ្ធជនខ្មែរដែលកំពុងតែកាន់អាវុធការពារទឹកដីនៃប្រទេសកម្ពុជាពួកគាត់មិនទាន់ដឹងនៅឡើយទេមិនទាន់ដឹងថាលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនបានប្រកាសចាញ់សង្គ្រាមថៃទៅហើយអត់ទាន់ដឹងទេណាអត្ថន័យនៃដំណើរមកដល់ពេលបច្ចុប្បន្នលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតប្រកាសចាញ់សង្គ្រាមថៃទៅហើយត្រង់ណាដែលថាប្រកាសចាញ់សង្គ្រាមថៃទី1បងប្អូនក៏សង្កល់លោកហ៊ុនម៉ាណែតអត់ធ្វើអ្វីទាំងអស់ស្នើទៅប្រធានអាស៊ានក៏អត់ស្នើទៅអង្គការសហប្រជាជាតិក៏អត់ស្នើកោះប្រជុំសន្និសីទប៉ារីសក៏មិនកោះប្រជុំដើម្បីដោះស្រាយបញ្ហានោះទេនៅស្ងៀមហើយប្រើពាក្យថាអត់ធ្មត់ថាពិតមិនមែនគឺអត់ធ្មត់ទេគឺអត់ខ្វល់ហើយអ្វីដែលគាត់ខ្វល់គឺអំណាចរបស់គាត់បានជាគាត់យកពាក្យអត់ធ្មត់ទៅបោកប្រាស់ប្រជាពលរដ្ឋខ្មែរហើយឲ្យកងទ័ពថៃចូលវាយយកដីខ្មែរតាមព្រំដែនតាមចិត្តតែពិតដោយសារអីដោយសារតែជាសញ្ញាដែលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតប្រកាសចាញ់សង្គ្រាមថៃទៅហើយក៏ប៉ុន្តែបងប្អូនយើងដែលជាយុទ្ធជនអត់ទាន់ដឹងអត្ថន័យហ្នឹងអត្ថន័យទី2ត្រង់ណាដែលថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតប្រកាសចាញ់សង្គ្រាមស្ដាប់អ្នកនាំពាក្យរបស់ក្រសួងការបរទេសដឹងហើយថៃជាអ្នកបាត់ព្រំដែរតែឥឡូវនេះគឺភាគីនៃរដ្ឋាភិបាលលោកហ៊ុនម៉ាណែតជាអ្នកព្យាយាមទៅអង្វរគេម្ដងហើយម្ដងទៀតដើម្បីបើកព្រំដែនឡើងវិញករណីនេះដើម្បីអីដើម្បីសរសេរទៅនិយាយជាមួយថៃដូចដែលខ្ញុំនិយាយខាងដើមអញ្ចឹងថាចង់សម្រួលស្ងាត់ជាមួយថៃផ្ដើមពីការបើកព្រំដែនរួចហើយឲ្យលោកកុកអានលោកលីយ៉ុងផាត់ធ្វើសកម្មភាពជំនួញរបស់ពួកគាត់នៅថៃឡើងវិញក្នុងការប្រមូលលុយចិញ្ចឹមគណៈបកប្រជាជនកម្ពុជាភាពផុយស្រួយរបស់គណៈបកប្រជាជនកម្ពុជានិងអំណាចរបស់លោកហ៊ុនម៉ាណែតត្រង់ហ្នឹងចំណុចទី3ថៃគេដឹងច្បាស់ណាស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតតស៊ូជាមួយគេមិនបានយូរទេតស៊ូជាមួយគេមិនបានយូរឡើយដោយសារអីដោយសារការតស៊ូឲ្យបានយូរវាលុះត្រាណាស់តែទី1មេដឹកនាំហ្នឹងហ៊ានប្រើយន្តការអន្តរជាតិដើម្បីតស៊ូតែលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអត់បានប្រើទេអត់ហ៊ានប្រើសន្និសីទទីក្រុងប៉ារីសទេអត់ហ៊ានប្រើតុលាការយុតិធម៌អន្តរជាតិទេដូច្នេះតើតស៊ូជាមួយគេបានយូរប៉ុណ្ណាទី2ដើម្បីតស៊ូជាមួយនឹងថៃបានយូរវាលុះត្រាតែយើងពង្រឹងកម្លាំងកងទ័ពយើងយូរហើយមិនមែនដល់ពេលវាយហើយយើងទៅតែទៅរៃលុយប្រជាពលរដ្ឋទេហើយនៅពេលវាយនៅព្រំដែនស្រាប់តែអាវុធនៅទួលកសាំងអញ្ចឹងទេអត់អញ្ចឹងទេដូច្នេះថៃដឹងច្បាស់ណាស់ថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតតស៊ូជាមួយគេមិនបានយូរឡើយអញ្ចឹងហើយបានជាក្នុងពេលស្ថានភាពបច្ចុប្បន្នលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបានបន្ទន់ដៃបន្ទន់អេរយាប័តស្ទើរតែប្រកាសសារភាពថាចាញ់ថៃទៅហើយក៏ប៉ុន្តែមិនទាន់ចេញពាក្យថាចាញ់ហើយករណីហ្នឹងជាករណីដែលឆ្លុះបញ្ចាំងឲ្យឃើញថាពួកគេគ្រាន់តែចង់សម្របសម្រួលដើម្បីខ្ទប់នៅយុទ្ធនាការមួយចំនួនដែលព្យាយាមបង្ហាញការពិតអំពីសង្គ្រាមហើយគេគឺហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងទៅនិយាយជាមួយថៃអំពីកិច្ចសហប្រតិបត្តិការក្រៅផ្លូវការហើយអ្វីដែលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតធ្វើណាវានឹងคล้ายទៅជាវិបត្តិដ៏ធំសម្រាប់ប្រទេសកម្ពុជាហើយកាលណាវិបត្តិនោះផ្ទុះចេញមក
វិបត្តិអត់ធំហ្នឹងគឺវិបត្តិដែលមិនអាចការពារទឹកដីបានវិបត្តិមើលងាយកងទ័ពវិបត្តិមើលងាយប្រជាពលរដ្ឋខ្មែរវិបត្តិធ្វើបាបប្រជាពលរដ្ឋខ្មែរហើយមិនអាចផ្ទុកបានជាដំណាក់កាលដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតពិបាកឈោះជើងខាង បាទអរគុណលោកកឹមសុខនៅប្រជាពលរដ្ឋក៏គាត់ដូចជាមួយចំនួនដូចជាគាត់លងជាមួយនឹងពាក្យដែលរដ្ឋាភិបាលរក្សានូវភាពស្ងប់ស្ងាត់ហើយជាពិសេសអ្នកដែលគ្រប់គ្រងគណៈបព្វជិជនទាំងដងនៅពេលដែលមានសារចេញមកពីថ្នាក់ដឹកនាំកម្ពុជារបស់រដ្ឋាភិបាលនឹងឲ្យរក្សាភាពស្ងប់ស្ងាត់រក្សាភាពស្ងប់ស្ងាត់នឹងហើយប្រជាពលរដ្ឋក៏មានពួកយើងដែលអ្នកដែលយល់អំពីស្ថានភាពមួយចំនួនយើងឆ្ងល់ដាក់ចម្ងល់សួរថាពេលដែលយើងវាយបានមន្ទីរឬក៏សមរភូមិយើងឈោជើងចាប់ហេតុអីបានជាយើងនឹងដូចជាដកតបចេញពីសមរភូមិរបស់យើងឲ្យបន្តឲ្យគេនឹងចូលមកពាត់បន្លាលួសយូរហេតុអីបានទាហានរបស់យើងតបរបស់យើងដែលនៅឈោជើងដូចជានៅអានសេះនៅអីហ្នឹងហេតុអីបានយើងដកថយរាប់សិប100ម៉ែត្របណ្ដោយឲ្យគេយកលោកមនោមកពាត់យកករណីហ្នឹងណាខ្ញុំសុំកាត់លោកមនោបន្តិចយើងមិនដែលធ្លាប់មានលោកខ្ញុំសុខតើករណីយើងមិនដែលធ្លាប់មានទេបាទករណីហ្នឹងទាំងថៃក៏មិនគោរពបទច្បាប់ទាំងរដ្ឋាភិបាលហ៊ុនម៉ាណែតក៏មិនគោរពបទច្បាប់មិនគោរពដូចគ្នាគ្រាន់តែរូបភាពមិនគោរពផ្សេងគ្នាហើយមិនគោរពបទច្បាប់ដោយឈ្លានពានមកវាទីយកដីកម្ពុជានោះគឺជារបៀបមិនគោរពបទច្បាប់របស់ថៃរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនគោរពបទច្បាប់នៅត្រង់ថាផ្លាស់ទីកងទ័ពរបស់ខ្លួនខុសពីខ្លឹមសារបទច្បាប់ពីព្រោះខ្លឹមសារបទច្បាប់នៅត្រង់ណាខ្លឹមសារនៃបទច្បាប់ម៉ោង24យប់ថ្ងៃទី28ចាប់ពីពេលនោះមកកងទ័ពកម្ពុជាឈរជើងនៅទីណាត្រូវឈរជើងនៅទីនោះកងទ័ពថៃឈរជើងនៅទីណាត្រូវឈរជើងនៅទីនោះមានន័យថាម៉េចមានន័យថាពាក្យថាបទច្បាប់មិនមែនត្រឹមតែឈប់បាញ់គ្នាទេក៏ឈប់ចល័តកងទ័ពផងដែរកុំឲ្យប៉ះពាល់ភាគីទាំងសងខាងប៉ុន្តែថៃចល័តកងទ័ពមកវាទីយកដីកម្ពុជារីឯកងទ័ពខ្មែរយើងយុទ្ធជនខ្មែរយើងដែលបានពលីជីវិតដើម្បីការពារជាតិដែលបានធ្វើពលីកម្មដើម្បីការពារជាតិរបស់ប្រទេសកម្ពុជាយើងត្រូវរដ្ឋាភិបាលលោកហ៊ុនម៉ាណែតឲ្យដកថយការដកថយនេះស្មើនឹងការមិនគោរពបទច្បាប់ហើយសូមបញ្ជាក់ណាការដកថយនេះមិនមែនជាការសម្រេចរបស់កងទ័ពទេមិនមែនជាកំហុសរបស់មេទ័ពជួរមុខឬក៏យុទ្ធជនកងទ័ពជួរមុខឡើយតែជាកំហុសរបស់លោកហ៊ុនសែនដែលប្រាប់ឲ្យកងទ័ពយើងដកថយដូច្នេះភាគីទាំងសងខាងសុទ្ធតែមិនគោរពបទច្បាប់ប៉ុន្តែគេមិនគោរពបទច្បាប់ដោយឈ្លានពានកម្ពុជាមានតែផ្លាស់ទីកងទ័ពមកយកទឹកដីកម្ពុជាចំណែកឯរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបំពេញបទច្បាប់ដោយផ្លាស់ទីកងទ័ពចេញពីទឹកដីដែលខ្លួនឈរជើងទឹកដីដែលកងទ័ពឈរជើងទឹកដីដែលកងទ័ពវាយឈរជើងបានហើយឲ្យកងទ័ពថៃយកទឹកដីទាំងនោះរហូតដល់កងទ័ពថៃមិនត្រឹមតែយកទឹកដីដែលកងទ័ពកម្ពុជាឈរជើងហ្នឹងឯងទៅពាត់យកស្រែចម្ការភូមិអ្នកស្រុកផ្ទះអ្នកស្រុកដូចជានៅអូជ្រៅនៅតំបន់ផ្សេងទៀតច្រើនណាហើយឥឡូវនេះចលនារបស់កងទ័ពថៃដែលពាត់យកនោះកាន់តែច្រើនទៅអាចលនារបស់កងទ័ពថៃពាត់យកកាន់តែច្រើននោះគឺចេញពីលទ្ធផលដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនបានអនុវត្តឲ្យបានរឹងមាំក្នុងការឈរជើងឲ្យត្រូវនឹងខ្លឹមសារបទច្បាប់ពីព្រោះកាលណាដកថយហើយគេចេះតែបានចិត្តហើយកន្លែងកងទ័ពឬទីតាំងកងទ័ពដែលដកថយហើយកងទ័ពថៃយកចុះទៅរំតែដីស្រែចម្ការភូមិកររបស់ប្រជាពលរដ្ឋរឿងអីដែលថៃមិនហ៊ានយកឃើញទេនោះគឺជាកំហុសរបស់លោកហ៊ុនម៉ាណែតត្រូវទទួលស្គាល់កំហុសហ្នឹងលោកហ៊ុនសែនហើយលោកហ៊ុនម៉ាណែតគាត់និយាយថាឲ្យចូលមកហើយគាត់និយាយថាគាត់នឹងប្តឹងថៃនឹងរំលោភឈ្លានពានជាដើមណាតើចំណុចទី1ដោយសារតែរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបច្ចុប្បន្នដឹកនាំដោយក្រុមគ្រួសារហ៊ុនហ្នឹងជារដ្ឋាភិបាលខ្សោយដោយគ្មានឆន្ទៈក្នុងការការពារប្រទេសជាតិពិតប្រាកដខ្សោយដោយមិនធ្វើទំនើបកម្មកងទ័ពដើម្បីការពារជាតិពិតប្រាកដខ្សោយដោយជាប់ពាក់ព័ន្ធទៅនឹងនយោបាយពីក្រោយខ្នងដើម្បីតែអំណាចដូច្នេះហើយកំសោយរបស់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុននេះមិនធ្វើឲ្យថៃខ្លាចឡើយចំណុចទី2ភាពខ្សោយរបស់ក្រុមគ្រួសារហ៊ុនដែលដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន
គឺជាកំសោយដែលស្ថិតនៅក្រោមការចំអករបស់សហគមន៍អន្តរជាតិមានន័យថារដ្ឋាភិបាលក្រុងភ្នំពេញគ្មានឥទ្ធិពលនៅក្នុងការនិយាយជាមួយសហគមន៍អន្តរជាតិលើបញ្ហាកម្ពុជានោះទេតែរដ្ឋាភិបាលថៃគេដឹកនាំប្រទេសធំគេមានសក្តានុពលអញ្ចឹងហើយពេលមានព័ត៌មាននៅបញ្ហាអីគេយកទៅជជែកជាមួយសហគមន៍អន្តរជាតិហើយនឹងបណ្ដាញព័ត៌មានធំទាំងអស់រដ្ឋាភិបាលក្រុងគ្រួសារហ៊ុនបិទនៅប្រព័ន្ធព័ត៌មានសូម្បីតែប្រព័ន្ធព័ត៌មានសេរីរហូតបិទដល់ប្រព័ន្ធព័ត៌មានចេញពីកងទ័ពទៅទៀតអញ្ចឹងហើយសហគមន៍អន្តរជាតិពិបាកនឹងការពិតម្ល៉េះហើយថៃមិនខ្លាចក្នុងការបំពេញលើកិច្ចព្រមព្រៀងឈប់បាញ់នោះទេចំណុចទី3ច្បាស់លាស់បំផុតនៅត្រង់ថាថៃដឹងថារដ្ឋាភិបាលក្រុងគ្រួសារហ៊ុនមិនហ៊ានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនហ៊ានកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញកាលណាមិនហ៊ានកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញនោះមានន័យថាគឺជាភាពកំសោយខាងផ្លូវច្បាប់សម្រាប់ការពារប្រទេសកម្ពុជាកាលណាមិនកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញនោះមានន័យថាសង្គមកម្ពុជាបែកបាក់កាលណាមិនកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញក៏មិនអាចបង្ខំថៃឲ្យដកកងទ័ពបានដែរអញ្ចឹងហើយបានជាថៃមិនខ្លាចនៅក្នុងការបំពេញកិច្ចព្រមព្រៀងឈប់បាញ់នោះទេចំណុចទី4ថៃខ្លាចទេនឹងបំពេញកិច្ចព្រមព្រៀងឈប់បាញ់ពីព្រោះតាំងពីដើមមករៀងមករដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនបានធ្វើអ្វីសោះដើម្បីការពារទឹកដីកម្ពុជាជាឧទាហរណ៍កិច្ចព្រមព្រៀងឈប់បាញ់នេះមិនកើតចេញពីសេចក្តីស្នើរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតទេគឺលោកត្រាំទេហើយជាប្រធានាធិបតីសហរដ្ឋអាមេរិកជាអ្នកធ្វើនិងសម្របសម្រួលដោយលោកអានវ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោកហ៊ុនម៉ាណែតខ្លួនឯងជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាសូម្បីតែស្នើឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់នោះឲ្យមានចំណុចដែលអាចការពារកម្ពុជាបានពីកិច្ចព្រមព្រៀងឈប់បាញ់ក៏លោកហ៊ុនម៉ាណែតមិនធ្វើផងឧទាហរណ៍មានតែកិច្ចព្រមព្រៀងឈប់បាញ់គួរណាស់ដែលលោកហ៊ុនម៉ាណែតថាដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ហ្នឹងត្រូវស្នើឲ្យមានសេនានុព័ន្ធយោធារបស់ប្រធានអាស៊ានឬក៏ចូលរួមដោយសេនានុព័ន្ធយោធារបស់ចិននិងសហរដ្ឋអាមេរិកឈរនៅទីតាំងនៃចំនួនកងទ័ពកម្ពុជាថៃឧទាហរណ៍បើថៃមិនព្រមលោកហ៊ុនម៉ាណែតអាចស្នើឲ្យឈរនៅទីតាំងដែលកងទ័ពកម្ពុជាកំពុងឈរជើងទេតើចុះហេតុអ្វីបានជាលោកហ៊ុនម៉ាណែតមិនស្នើនោះមានន័យថាលោកហ៊ុនម៉ាណែតអត់បានធ្វើអ្វីសោះក្រោយមកនៅពេលដែលថៃបំពេញបទឈប់បាញ់ទៅហើយលោកហ៊ុនម៉ាណែតនៅស្ងៀមលោកហ៊ុនសែនក៏នៅស្ងៀមហើយអ្នកដែលស្នើឲ្យមានសេនានុព័ន្ធយោធាទៅពិនិត្យគឺម៉ាឡេស៊ីទៅវិញកម្ពុជារងគ្រោះក៏ប៉ុន្តែរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបែរទៅជាមិនស្នើឲ្យមានការពាក់ព័ន្ធរបស់សេនានុព័ន្ធយោធាទៅការពារទឹកដីនៃប្រទេសកម្ពុជាទេគឺសេនានុព័ន្ធយោធារបស់ប្រធានអាស៊ានឬក៏សហរដ្ឋអាមេរិកឬក៏ប្រទេសចិនរួមគ្នាក្នុងការចូលរួមពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ប្រសិនបើមានការស្នើបាននេះណាទោះបីជារដ្ឋាភិបាលថៃបដិសេធក៏ពិបាកដែរហើយបើទោះបីជារដ្ឋាភិបាលបដិសេធរដ្ឋាភិបាលថៃបដិសេធមិនចូលរួមកម្ពុជាអាចធ្វើដោយខ្លួនឯងបានឧទាហរណ៍នៅពេលដែលមានកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី28ម៉ោង24កម្ពុជាឈរនៅទីតាំងណាគួរតែលោកហ៊ុនម៉ាណែតស្នើឲ្យមានអនុព័ន្ធយោធារបស់ប្រធានអាស៊ានជាតំណាងប្រធានអាស៊ានឈរនៅទីតាំងនោះដែរថៃអត់ហ៊ានទេក៏ប៉ុន្តែលោកហ៊ុនម៉ាណែតអត់បានធ្វើអ្វីទាល់តែសោះមកដល់ពេលនេះអត់បានធ្វើអ្វីទាល់តែសោះហើយនយោបាយចុងក្រោយទៅជាបំភាន់ប្រជាពលរដ្ឋថាអត់ធ្មត់ឲ្យគេចូលមកយកដីប្រទេសកម្ពុជាគេគ្រាន់តែប្រើកម្លាំងគេប្រមាណអ្នកមកពាត់បន្លាលួសយកដីកម្ពុជាយកដីប្រជាពលរដ្ឋខ្មែរពាត់យកផ្ទះប្រជាពលរដ្ឋខ្មែរត្រឹមតែប្រើពាក្យថាអត់ធ្មត់តាមពិតមិនមែនអត់ធ្មត់ទេគឺអត់ខ្វល់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតអត់ខ្វល់អំពីការការពារទឹកដីនៃប្រទេសកម្ពុជាទេពីព្រោះបើគាត់ខ្វល់គាត់ត្រូវធ្វើរឿងពីរជាបន្តហើយរឿងទី1ប្តឹងតំបន់ចំនួនទាំងអស់ទៅតុលាការយុតិធម៌អន្តរជាតិនេះគឺជាពេលវេលាដ៏សមស្របបំផុតល្អបំផុតក្នុងការប្តឹងផ្ដាល់ពីព្រោះគេឆ្លៀនពៀនជាក់ស្ដែងហើយត្រូវតែប្តឹងផ្ដាល់តែមិនព្រមប្តឹងទី2មិនកោះប្រជុំសន្និសីទទីក្រុងប៉ារីសដូច្នេះមិនមែនហ៊ុនសែនហ៊ុនម៉ាណែតអត់ធ្មត់ទេគឺអត់ខ្វល់ហើយល្បិចមិនខ្វល់របស់ពួកគាត់
គឺដើម្បីរកច្រកជជែកជាមួយថៃតែប៉ុណ្ណោះជជែកជាមួយថៃនៅក្នុងការសម្របសម្រួលតាមខ្ញុំមើលជជែកជាមួយថៃពីក្រោយខ្នងដើម្បីកុំឲ្យថៃធ្វើនៅសកម្មភាពនៃការកម្ចាត់អក្រិតកម្មឆ្លងដែនហើយចង់ឲ្យថៃសម្រួលឲ្យលោកលីយ៉ុងផាត់ហើយនឹងលោកកុកអានមានសកម្មភាពជំនួយរបស់ពួកគាត់នៅប្រទេសថៃឡើងវិញពីព្រោះនោះគឺជាឆ្នាំបាយរបស់គណៈបកប្រជាជនកម្ពុជានិងក្រុមគ្រួសារហ៊ុនអរគុណលោកកឹមសុខខ្ញុំលោកកឹមសុខលើកអំពីដំណោះស្រាយលើកអំពីការបដិងទៅសហប្រធាននៃសន្ធិសញ្ញាទីក្រុងប៉ារីសនៅថ្ងៃទី17ខែសីហានេះក្រុមប្រឹក្សាជាតិក៏បានប្រកាសថាក្នុងរយៈពេល3ខែទៀតឧទាមតមដែលបានដាក់ទៅលោកហ៊ុនសែននិងរដ្ឋាភិបាលថាប្រសិនបើមិនចាត់ចំណាត់ការក៏ប្តឹងទៅសហប្រធានដើម្បីដោះស្រាយបញ្ហាទីនោះក្រុមប្រឹក្សាជាតិតស៊ូនឹងបង្កើតរដ្ឋាភិបាលស្រមោលមួយនៅក្នុងការជំរុញប្តឹងទៅសហប្រធានតើត្រង់គោលការណ៍នេះតើប្រជាពលរដ្ឋខ្មែរនឹងត្រូវធ្វើប្រកាន់ជំហររបៀបណាដើម្បីឲ្យការដែលរដ្ឋាភិបាលស្រមោលនេះមានប្រសិទ្ធភាពនៅក្នុងការប្តឹងទៅសហប្រធាននៃសន្ធិសញ្ញាក្នុងប៉ារីសលោកគឹមសុខអ្នកខ្លះថារដ្ឋាភិបាលស្រមោលអ្នកខ្លះគាត់ប្រើពាក្យថារដ្ឋាភិបាលក្រៅប្រទេសបាទប៉ុន្តែនេះមិនមែនជារឿងរបស់ក្រុមប្រឹក្សាជាតិតស៊ូមិនមែនជារឿងរបស់លោកសំរងស៊ីជាបុគ្គលទេក៏ប៉ុន្តែគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរតាមពិតទៅគឺជាសម្លេងរបស់ប្រជាពលរដ្ឋខ្មែរបាទពិតណាស់នៅទូទាំងពិភពលោកបាទហើយសម្លេងរបស់ប្រជាពលរដ្ឋខ្មែរនឹងហើយដែលធ្វើឲ្យយើងពិចារណានៅក្នុងការឲ្យមានស្ថាប័នមួយឲ្យកាន់តែមានឥទ្ធិពលនៅក្នុងការជួយប្រទេសកម្ពុជាជួយដោះស្រាយបញ្ហាកម្ពុជាស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដូច្នេះរឿងសំខាន់មិនស្ថិតនៅលើក្រុមប្រឹក្សាជាតិតស៊ូមិនស្ថិតនៅលើលោកសំរងស៊ីក៏ប៉ុន្តែស្ថិតនៅលើប្រជាពលរដ្ឋខ្មែរពីព្រោះយើងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរយើងគោរពរដ្ឋធម្មនុញ្ញហើយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលចង់ច្បាស់ថាប្រជាពលរដ្ឋខ្មែរគឺជាម្ចាស់ម្ល៉េះហើយបើប្រជាពលរដ្ឋខ្មែរចង់បានរដ្ឋាភិបាលក្រៅប្រទេសមួយបើមានប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោកប្រមូលផ្ដុំគ្នាលើកសំណើឲ្យមានរដ្ឋាភិបាលក្រៅប្រទេសមួយយើងដែលជាអ្នកបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរជាអ្នកចង់ការពារប្រទេសកម្ពុជាយើងក៏បដិសេធមិនបានដែរពីព្រោះនោះគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែររដ្ឋធម្មនុញ្ញចែងច្បាស់ណាស់សេចក្តីស្នើរបស់ប្រជាពលរដ្ឋត្រូវតែមានការឆ្លើយតបដោយត្រឹមត្រូវច្បាស់លាស់ម្ល៉េះហើយគឺស្ថិតនៅលើស្មារតីទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះតាមការកត់សម្គាល់របស់ខ្ញុំដែលយើងមើលឃើញការធ្វើសមាជរបស់ចលនាប្រជាធិបតេយ្យរបស់ KMD ការធ្វើសមាជរបស់ក្រុមប្រឹក្សាជាតិគឺមានការចូលរួមពីប្រជាពលរដ្ឋច្រើនមែនទែនហើយគាត់ទាមទារឲ្យលើកយកសន្ធិសញ្ញាទីក្រុងប៉ារីសយកមកដោះស្រាយបញ្ហាហើយចុងក្រោយនេះទៀតគឺបន្ទាប់ពីមានការច្បាំងចំនួនគ្នារវាង5ថ្ងៃនេះប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេសនៅខាងក្នុងប្រទេសក៏មានការងើបឈរដើម្បីទាមទារឲ្យមានដំណោះស្រាយដោយសន្តិវិធីចង់បាននៅកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយហើយចង់បាននៅដំណោះស្រាយមួយដោយសន្តិវិធីនៅក្រៅប្រទេសគឺយើងមានការទាមទារឲ្យដោះលែងយុទ្ធជនយើងដែលថៃបានចាប់ឃុំឃាំងហើយទាមទារឲ្យមានយកសន្ធិសញ្ញាទីក្រុងប៉ារីសនឹងយកទៅអនុវត្តដើម្បីដោះស្រាយបញ្ហាអញ្ចឹងបើយើងសម្លឹងមើលទៅគឺប្រជាពលរដ្ឋទូទៅគឺគ្រប់គ្រងនៅក្នុងការឲ្យមានដំណោះស្រាយដែលដឹងទៅសហប្រធានដើម្បីយកសន្ធិសញ្ញាទីក្រុងប៉ារីសមកអនុវត្តអញ្ចឹងនៅពេលនេះគឺលោកហ៊ុនសែនគាត់ដូចជាគាត់ធ្វើបញ្ច្រាស់អំពីគោលបំណងរបស់ប្រជាពលរដ្ឋអញ្ចឹងនេះហើយជាសំណួររបស់ខ្ញុំថាតើប្រជាពលរដ្ឋនឹងគាត់គួរធ្វើយ៉ាងដូចម្តេចទៀតដើម្បីជំរុញឲ្យលោកហ៊ុនសែននេះយកសន្ធិសញ្ញាទីក្រុងប៉ារីសមកអនុវត្តដើម្បីបញ្ចប់សង្គ្រាមហើយដើម្បីការពារបូរណភាពទឹកដីយើងបានយើងឃើញថាគ្រាន់តែកិច្ចបទឈប់បាញ់គ្នាដែលរ៉ូណាល់ត្រាំគាត់បានរៀបចំនេះគឺវាអត់គ្រប់គ្រាន់ទេបទឈប់បាញ់គ្នាវាគ្រាន់តែឈប់បាញ់ប៉ុន្តែគេនៅតែរំលោភយកដីយើងដដែលវាមិនមែនដូចសន្ធិសញ្ញាទីក្រុងប៉ារីសដែលមានប្រទេសទាំង18ជាម្ចាស់ហត្ថលេខីហើយមានមហាអំណាចនៅក្នុងនឹងដែរដែលគេមកឃ្លាំមើលហើយរៀបចំធ្វើម៉េចឲ្យមានបានប្រទេសកម្ពុជាគឺបានយុត្តិធម៌អញ្ចឹងតើប្រជាពលរដ្ឋខ្មែរត្រូវប្រកាន់អេរយាប័តយ៉ាងម៉េចត្រូវជំរុញយ៉ាងម៉េចទៀតដើម្បីឲ្យដំណើរការនៃការបង្កើតរដ្ឋាភិបាលក្រៅប្រទេសហើយឈានទៅដល់ប្តឹងទៅសហប្រធានយកសន្ធិសញ្ញាក្រុងប៉ារីសយកមកអនុវត្តដើម្បីដោះស្រាយបញ្ហាប្រទេសកម្ពុជាបាទក្នុងស្ថានភាពណាក៏ដោយសម្លេងរបស់ប្រជាពលរដ្ឋច្រើនផុសផុលគឺជាច្បាប់ពីព្រោះប្រជាពលរដ្ឋគឺជាម្ចាស់អត់មាននរណាធំជាងម្ចាស់ទៀតទេហើយបើកាលណាម្ចាស់ច្រើនផុសផុលនៅទូទាំងពិភពលោកចង់ឲ្យមានរដ្ឋាភិបាលក្រៅប្រទេសយើងនៅជាអ្នកនយោបាយមិនអាចបដិសេធសម្លេងរបស់ប្រជាពលរដ្ឋបានឡើយបើយើងបដិសេធសម្លេងប្រជាពលរដ្ឋ
បានន័យថាយើងក៏មិនធ្វើតាមប្រជាពលរដ្ឋដែរដូច្នេះឆ្លើយទៅនឹងសំណួរលោកមនោគឺថាបើកាលណាមានប្រជាពលរដ្ឋផុសផុលនៅជុំវិញពិភពលោកឲ្យមានរដ្ឋាភិបាលក្រៅប្រទេសនិងមានរដ្ឋាភិបាលក្រៅប្រទេសមួយហើយចំណុចទី2ខ្ញុំ